Hello សួស្តីបងប្អូនខ្មែរទាំងអស់គ្នាខ្មែរលើខ្មែរក្រមខ្មែរកណ្ដាលខ្ញុំកំពុងនៅខេត្តទួលត្រមោកបងប្អូនហើយនៅកន្លែងខ្ញុំនៅកន្លែងហ្នឹងវាមុខពេទ្យទេបងប្អូនថ្ងៃនេះមកនេះថតពេទ្យឲ្យបងប្អូនមើលពេទ្យបរទេសបងប្អូនពេទ្យបរទេសនៅក្នុងហ្នឹងតិចមនុស្សចូលបងប្អូនព្រោះអីវាថ្លៃពេកក៏មិនគេមិនចូលពេទ្យហ្នឹងទេសិតតែអ្នកមានមិនចូលពេទ្យហ្នឹងក៏គេទៅពេទ្យរត់ហើយពេទ្យហ្នឹងទៅតិចអ្នកណាចូលព្រោះថ្លៃទៅវាថ្លៃវាលើសពេទ្យរត់ហ្នឹងលើសក៏4-5 ដងតម្លៃបងប្អូនហើយមិនដឹងនៅប្រទេសកែនៅកម្ពុជាដឹងមិនពេទ្យបរទេសទេមិនដឹងទៅនៅវៀតណាមនៅខ្មែរក្រមច្រើនណាពេទ្យបរទេសច្រើនណាហើយប៉ុន្តែនៅទីក្រុងមិនមែននៅស្រុកស្រែក៏គ្មានដែរបងប្អូនទីក្រុងបងប្អូនឃើញពេទ្យបរទេសពេញឡើយនេះទីសភាពនៅមុខពេទ្យទុកចំថតឲ្យបងប្អូនមើលទីសភាពនៅមុខពេទ្យនៅខាងមុខនឹងសួនណាបងប្អូនសួនប៉ុន្តែអាត្មានឹងលេងនឹងទីទុកឲ្យឡានហ្នឹងឡានវាចតថ្ងៃសៀលអត់មែននឺថ្ងៃសៀលឬមួយព្រឹកអាត្មានឹងថ្ងៃឡើងអស់នឺហើយវីដេអូខ្ញុំសូមចប់តំណឹងបងប្អូនហើយអរគុណបងប្អូនដែលគាំទ្រវីដេអូរបស់ខ្ញុំហើយជួយ like ជួយ share ឲ្យបងប្អូនខ្មែរយើងទាំងអស់គ្នាហ្នឹងដូចជាខ្មែរកណ្ដាលខ្មែរលើឬមួយខ្មែរក្រមអញ្ចឹងបានឃើញទិសភាពនៅខ្មែរក្រមនៅខេត្តទួលត្រមោកបងប្អូនបាយបងប្អូនអរគុណបាយ